សួស្តីអ្នកទាំងអស់គ្នាណាគេខ្លះដែលចង់ដឹងពីការ apply visa ខ្លួនឯងដើម្បីមកសិក្សានៅប្រទេសតៃវ៉ាន់ហើយអត់ចង់ខាតលុយអត់ចង់ខាតពេលវេលាអ្នកទាំងអស់គ្នាអាចចូលមកមើលវីដេអូនេះបានដោយសារតែខ្ញុំគឺជាសិស្សឆ្នាំទី1ដែលសិក្សានៅប្រទេសតៃវ៉ាន់ចង់ខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែល apply visa ហ្នឹងទៅកាន់អ្នកទាំងអស់គ្នាជាដំបូងអីដែលអ្នកទាំងអស់គ្នាគួរត្រៀមគឺជាឯកសារចង់នៅពេលដែលអ្នកទាំងអស់គ្នាត្រៀមឯកសាររួចរាល់ហើយអ្នកទាំងអស់គ្នាអាចឡើងទៅវៀតណាមដើម្បីស្នើ visa បានហើយឯកសារដែលអ្នកទាំងអស់គ្នាគួរត្រៀមទី1មាន passport online application form ដែលអ្នកទាំងអស់គ្នាស្នើនៅលើ online ហើយ print ចេញមក letter របស់សាលាដែល letter របស់សាលាហ្នឹងបានមកពីសាលាឬមួយក៏ scholarship ដែលអ្នកទាំងអស់គ្នាស្នើទី4សញ្ញាបត្រទី12ជាមួយនឹងប្រតិបត្តិបន្ទុកអញ្ចឹងតកតងជាមួយសញ្ញាបត្រទី12និងប្រតិបត្តិបន្ទុកអ្នកទាំងអស់គ្នាត្រូវយកទៅភ្នំពេញទៅក្រសួងការបរទេសដើម្បីវាយត្រាពីក្រសួងការបរទេសខ្មែរយើងមួយហើយពេលឡើងទៅធ្វើ visa គឺទៅស្ថានទូតរបស់ខ្មែរយើងនៅប្រទេសវៀតណាមទីក្រុងហូជីមីញហ្នឹងឲ្យគាត់វាយត្រាម្ដងទៀតហើយទី5គឺលុយតម្កល់អញ្ចឹងfinancial bank statement របស់យើងហ្នឹងយើងអាចទៅស្នើសុំពីធនាគារបានហើយទី6រោងរៀន study plan ដែលអ្នកនរគ្នាទៅសេហ្នឹងទី7គឺសញ្ញាបត្រតើតោះជាមួយនឹងខ្ញុំដាក់សញ្ញាបត្រចិនដោយសារតែខ្ញុំអត់ចេះអង់គ្លេសតែបើសិនជាអ្នកនរគ្នាចង់ដាក់សញ្ញាបត្រអង់គ្លេសក៏បានដែរចិនអង់គ្លេសបានដូចគ្នាគ្រាន់តែថាចិនគឺយកសញ្ញាបត្រ TOEFL អត់យក ASK តើតោះជាមួយនឹង ASK គឺខាងតៃវ៉ាន់គាត់អត់ទទួលស្គាល់ទេអង់គ្លេសអ្នកនរគ្នាអាចដាក់ IELTS ឬមួយក៏ TOEFL បានដូចគ្នាតើតោះជាមួយនឹងទី8គឺกระดาษពេទ្យដោយសារតអ្នកនរគ្នាត្រូវពិនិត្យសុខភាពក្នុងកំឡុងពេល3ខែហើយពេទ្យខ្ញុំជ្រើសរើសកាឡាម៉ែតដោយសារតពេលដាក់ស្នើហ្នឹងគេមានតម្រូវការដែរពេទ្យណាគេយកពេទ្យណាគេអត់យកអញ្ចឹងណាហើយកระดาษពេទ្យដូចគ្នានៅពេលដែលអ្នកនរគ្នាពិនិត្យសុខភាពហើយត្រូវយកទៅក្រសួងការបរទេសរបស់ខ្មែរយើងនៅរាជធានីភ្នំពេញនឹងម្ដងដូចគ្នាហើយទៅតាមហ្នឹងនៅស្ថានទូតម្ដងដូចគ្នាអញ្ចឹងกระดาษពេទ្យសញ្ញាបត្រទី12ជាមួយនឹងប្រតិបត្តិបន្ទុកត្រូវវាយត្រាដូចគ្នាហើយចុងក្រោយហ្នឹងទី9គឺអីដែលអត់អាចផ្លិចបានគឺរូបថត4x6 ផ្ទៃក្រៅពណ៌សចឹងនៅពេលដែលអ្នកនរគ្នាត្រៀម9ឯកសារនឹងហើយអ្នកនរគ្នាឡើងទៅកាន់វៀតណាមនៅទីក្រុងហូជីមីញទៅស្ថានទូតរបស់តៃវ៉ាន់ទៅអ្នកនរគ្នាអាចស្នើបានហើយអញ្ចឹងការ apply visa មានតែប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នានៅមានសំណួរឬមួយក៏ចង់ដឹងពីអីផ្សេងទៀតអ្នកនរគ្នាអាច comment នៅក្នុងវីដេអូនឹងបាន